ខ្ញុំបាទឈ្មោះសុគាជា admin របស់ page បណ្ដុំផលិតផលសហគមន៍កសិកម្មកម្ពុជាហើយនៅក្នុង page បណ្ដុំផលិតផលសហគមន៍កសិកម្មកម្ពុជានេះគឺខ្ញុំបាទព្យាយាមចែករំលែកនៅចំណេះដឹងពាក់ព័ន្ធជាមួយនឹងការធ្វើកសិកម្មតាមបែបនិរន្តរភាពឬក៏ការអនុវត្តកសិកម្មតាមគោលការណ៍កសិអេកូឡូស៊ីហើយនៅក្នុងការរៀបចំ page នេះគឺខ្ញុំបាទមានគោលបំណងនៅក្នុងការចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងបន្លែផ្លែឈើសុវត្ថិភាពដែលដាំដុះដោយកសិករដែលទទួលបានបច្ចេកទេសត្រឹមត្រូវពីស្ថាប័នរបស់រដ្ឋាភិបាលហើយនិងអង្គការនានាដែលមានជំនាញផ្នែកកសិកម្មបងប្អូនធ្វើការចុច follow នោះបងប្អូននឹងទទួលបាននៅព័ត៌មានពាក់ព័ន្ធជាមួយនឹងបន្លែផ្លែឈើសុវត្ថិភាពថាបងប្អូនគួរតែទៅរកទិញនៅទីណាហើយបងប្អូនមើលយ៉ាងម៉េចទើបដឹងថាបន្លែផ្លែឈើទាំងអស់នោះជាបន្លែផ្លែឈើសុវត្ថិភាពហើយតើបងប្អូនគួរតែស្វែងយល់ចំណុចអ្វីខ្លះដើម្បីទទួលបាននៅបន្លែផ្លែឈើស្រស់ៗសុវត្ថិភាពគ្មានជាតិគីមីបងប្អូនមួយចំនួនគាត់បារម្ភតែលើតម្លៃពណ៌សម្បុរប៉ុន្តែបងប្អូនមិនបានបារម្ភទៅលើថាតើបន្លែផ្លែឈើទាំងអស់ហ្នឹងគឺដាំដុះដោយអ្នកណាគេយកមកពីទីណាហើយអ្នកដាំដុះទាំងអស់នោះគាត់ទទួលបានបច្ចេកទេសនិងជំនាញអ្វីខ្លះហើយគាត់ដាំដុះទៅតាមគោលការណ៍អ្វីបាទសូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលបានធ្វើការតាមដានចុច like page របស់ខ្ញុំបាទសូមបងប្អូនបន្តតាមដានទស្សនាខ្ញុំនឹងមានវីដេអូបន្តដើម្បីចែករំលែកពុកម៉ែបងប្អូន